บ้านจะมาสู้ประมาณปอนเท่านี้บ้านខ្ញុំបានទៅថតនៅកន្លែងផ្លូវភ្លុកក្នុងក្រុងក្រចេះបាទពីរង្វង់មូខ្លះស្ទុកទៅដល់ទួលហុងបងប្អូនបាទហៅទួលហុងហើយតាមគេបាទធ្វើអត់ស្គាល់តាមភូមិសាស្ត្រហ្នឹងទេបាទបើតាមតែខ្ញុំហៅអូស្រី2ហើយនឹងវេរវងគេហៅវេរវងអីបងប្អូនបាទពាក្យចាស់គេហៅតាមអញ្ចឹងតែឥឡូវផ្លូវភ្លុករបស់យើងគឺក្រៅកស៊ូបានមកចំហៀងហើយមកចំហៀងនេះបើថាគិតជាផ្លូវម៉ែបងគឺ4ផ្លូវមកចំហៀងមកចំហៀងនេះខាងឆ្វេងហ្នឹងគេហៅផ្លូវទៅមកមួយណាបាទឥឡូវយើងនិយាយថាផ្លូវមកពីខាងខាងស្ទុះមកខាងស្ដាំដៃជិះមកពីហ្នឹងវិញណាបាទហ្នឹងចូលបានចំហៀងខាងហ្នឹងខ្លះហើយបាទអញ្ចឹងនៅមកចំហៀងទៀតតអត់ទេបាទអញ្ចឹងគេអត់កស៊ូមកបដាហើយគេអត់ឲ្យសាក់លបងជីសាមើលថាពេលស្រួលជិះអត់ចឹងស្នុកគេខួងមើលហួងអីបាទញតាញមើលចិននេះចិនគេថាគេធ្វើឡាណាតោះទីគេខួងមើលកន្លែងហ្នឹងតិចបាទអញ្ចឹងថតយូរទៅចេះមើលផ្លូវតាមចិនដែរបងបាទថតយូរទៅគេស្គាល់លីងបាទតាមបងចាក់ផ្លូវអីគេថាឃើញខ្ញុំគឺស្គាល់ហ្មងបាទអញ្ចឹងថាស្គាល់ច្រើនបាទអរគុណសម្រាប់ការរាប់បានការឆ្លងចូលចិត្តខ្ញុំបាទខ្ញុំអត់មានអីទេមានតែម្រាមដៃ10អរគុណពុកម៉ែបងប្អូនអរគុណដែលជួយ like control page របស់ខ្ញុំបាទអញ្ចឹង page របស់ខ្ញុំគឺមានតែមានការចែកអំណាចជូនព័ត៌មានស្ពានខាងកញ្ចេះហើយនឹងផ្លូវភ្លុកក្នុងក្រុងកញ្ចេះការអភិវឌ្ឍផ្លូវក្នុងហើយនឹងស្ពានបាទបើអស់ពីហ្នឹងគឺមិនថតអីទេបាទបែរធ្វើថតកំសាន្តកថាផ្សេងទៀតអញ្ចឹងណាបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងជួយ like កុំ page ត្រូខ្ញុំផងបាទរម travel ពំភាសាហើយនឹងក្រចេះពំភាសាបាទ page ខ្ញុំមាន2ហ្នឹងទេបាទអត់មានណាផ្សេងទេបាទនៅកញ្ចេះដល់2ហ្នឹងឈ្មោះខុសគេបាទអញ្ចឹងខ្ញុំថតថ្ងៃនេះគឺមានតែផ្លូវលកាសសុទ្ធហ្មងណាលកាសហ្មងបាទហើយនេះជាផ្លូវដែលគេមិនតន់អុកស៊ូខ្ញុំថតថ្ងៃមុនបាទអញ្ចឹងផ្លូវគេនេះអត់តន់អុកស៊ូទេខ្ញុំថតបានថ្ងៃមុនហ្នឹងបាទឥឡូវគេអុកស៊ូហើយតាមនេះអញ្ចឹងគឺជាវីដេអូលើអាកាសចាស់នេះខ្ញុំថតទុកឲ្យបានថតកាត់ឲ្យពុកម៉ែបងប្អូនមើលវារវល់ការងារពេកបើដើរថតពេក2តែឯងកាត់អីតែឯងអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងវីដេអូជាងខកខាននឹងយឺតបន្តិចបន្ទួចទេបាទអញ្ចឹងកុំអន់សពុនចិត្តនឹង page admin ផងថ្ងៃអីរូបភាពអត់មានអីមានថ្មីអត់មានយកចាស់មកផងបាទវីដេអូក៏ថ្មីដែរអត់មានយកចាស់មកលីឡំគ្នាបាទព្រោះខ្ញុំចិត្តអីដែលថ្មីបាទធ្វើគឺទឹកថ្មីទាំងអស់គឺអត់មានចូលចិត្តយកចាស់មកផុសបឡាំកើបឡាំក៏មិនទេពុកម៉ែបងប្អូនបាទអញ្ចឹងpage នេះគឺខ្ញុំថតតែលើអាកាសសុទ្ធទេពុកម៉ែបងប្អូន page នេះវីដេអូនេះច្រឡំ page វីដេអូនេះគឺខ្ញុំថតលើអាកាសខាងក្រោមគឺបានថតទេបាទតែពេលដែលខ្ញុំរួចដៃដំណេកគឺខ្ញុំថតខាងក្រោមឲ្យពុកម៉ែបងប្អូនមើលនេះគឺជាផ្លូវទៅខាងរវងមូក្លាស្ទុះបាទអញ្ចឹងកន្លែងផ្លូវហ្នឹងគឺខាកស៊ូបានមកអស់ហើយបាទអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំថតទុកដូចខ្ញុំនិយាយប្រាប់ចឹងបាទអញ្ចឹងទុំកាត់ថ្ងៃហ្នឹងទេបាទអញ្ចឹងថ្ងៃនេះគឺផុសសរុបហ្មងបងប្អូនដើម្បីបានមើលថាចាស់ហើយថ្មីគេអភិវឌ្ឍប៉ុណ្ណាឥឡូវយើងមើលវីដេអូដើមហ្នឹងគឺគេអ៊ុតកស៊ូអានេះផ្លូវចាស់គេតន់អត់ទេនេះវីដេអូចាស់ខ្ញុំថតឲ្យបានតន់កាត់បាទអញ្ចឹងគឺខាងមកគឺរវងមូក្លាស្ទុះបាទផ្លូវបំបីជា4ទៅខាងកញ្ចេះស្ទឹងត្រែងមណ្ឌលគិរីរតនគិរីបាទហើយផ្លូវមកឆ្វេងស្ដាំដៃបងប្អូនគឺផ្លូវឡើងទៅក្នុងទៅកាន់រវងមូលទៅក្នុងទៅកាន់រវងមូលស្ពានឆ្លងទៅខេត្តកញ្ចេះចាក់ទៅបែបប្រសពតាក់ទៅកប៉ែងទៅកំពង់ថ្មខ្ញុំដឹងព័ត៌មានសើច្បាស់បាទអញ្ចឹងវីដេអូរបស់ខ្ញុំអត់មានអីច្រើនបងប្អូនបាទគឺមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូលអាកាសបាទកុំភ្លេចតាមដានเพจរបស់ខ្ញុំដើម្បីបានព័ត៌មានថ្មីបន្ថែមទៀតអំពីផ្លូវហើយស្ពាន